បាទជំរាបសួរខ្ញុំបាទឈ្មោះមុនតង់រស់នៅភូមិកុកអឡោកឃុំអំពិលស្រុកអំទាយអំពិលខេត្តឧត្តរមានជ័យបាទពីដើមឡើយខ្ញុំធ្វើតែស្រែធ្វើតែចង្ការដាំដលងមីដល់ក្រោយពីឆ្នាំ2025នេះទៅឃើញថាដាំបន្លែចាប់ដើមដាំដំបូងលក្ខណៈតិចតួចហូបលក្ខណៈគ្រួសារលក់ទៅទីផ្សារខាងក្រៅអ្នកភូមិទិញហូបបានខ្លះដល់តែដាំទៅហើយឃើញថាដូចថាមានភាពជោគជ័យដល់តែចាស់តែចង់នេះដូចជាចង់ពង្រីកហើយនឹងមានអារម្មណ៍មួយថានឹងថែមមុខរបរនេះឲ្យវាកាន់តែរឹងមាំជាងនេះទៅទៀតបាទកាលពីមុនមកខ្ញុំធ្លាប់ឃើញគេប្រើតំណក់ទឹកដែរតែខ្ញុំអត់ដែរបានប្រើទេដល់ក្រោយពីអ្នកគ្រូគិតមកពីខាងកម្រងអ្នកឈើនឹងខាងអង្គការអ៊ីស្វេសនោះគាត់បានមកជួយបង្ហាត់បង្រៀនពីរបៀបប្រើពីរបៀបចោះដាក់ពីរបៀបនេះទៅក៏ខ្ញុំក៏បានប្រើដល់ក្រោយពីដែលបានប្រើហើយទើបប្រើលើកទី1នេះទេហើយដល់ក្រោយពីបានប្រើហើយឃើញថាស្រួលហើយអស់ទឹកតិចហើយក៏ចំណេញពេលមិនចាំបាច់ឈោស្រោចយូរបាទហើយយើងប្រើតំណក់ទឹកនេះឃើញថាគុណសម្បត្តិនឹងល្អត្រង់ទៅថាពេលណាដែលយើងត្រូវការដាក់ជីក៏យើងមិនចាំបាច់ដើររយដាក់តាមដីយើងបញ្ចូលតាមតំណក់ទឹកមិនចាំបាច់ប៉ះពិលស្រោចបាញ់ពីលើស្លឹកឬក៏ដាក់ទៅតាមបាចជីនៅក្រាលលើដីទេយើងប្រើទៅតាមតំណក់ទឹកទាំងអស់បាទខ្ញុំដាំដំណាំក្រៅពីដំណាំក្នុងរោងប្រទេសសណាញ់នេះខ្ញុំដាំនៅទីវាលក៏ខ្ញុំដាំដែរហើយខ្ញុំដាំទីវាលខ្ញុំប្រើតំណក់ទឹកដោយដាំក្នុងរោងដែរការប្រើតំណក់ទឹកនេះគឺវាកាត់បន្ថយទឹកបានច្រើនក្នុងដី6-7 រោងដែលខ្ញុំដាំនេះប្រវែង25 ម៉ែត្រនេះខ្ញុំបន្តក់ទឹកអស់តែ20 នាទីអាចគ្រប់យើងមិនចោះទឹកច្រើនដូចយើងប្រើបាញ់ស្រោចហើយមួយទៀតនោះយើងប្រើចំបើងយកមកគ្របលើរងគឺយើងការពារសំណើវារក្សាសំណើមបានយូរហើយក៏ស្មៅក៏មិនងាយដុះពេលដែលយើងដាក់ហើយដាក់បានទៅបាញ់ទឹកបានសើមហើយវាសើមបានយូរម៉ោងហើយការរោយចំបើងក៏វាមិនពិបាកដែរហើយខែនេះហើយនៅតំបន់នេះស្រួលរោទៅកើបយកពីតាណាក៏បានមូលហេតុដែលខ្ញុំប្រើរោងបណ្ដោះកូនដោយសារថាយើងបណ្ដោះកូននោះនឹងមានរោងបណ្ដោះត្រឹមត្រូវវាមានសុវត្ថិភាពសត្វល្អិតក៏មិនចូលហើយកម្ដៅក៏វាមិនក្តៅខ្លាំងដូចយើងបណ្ដោះទីវាលពីដើមឡើយមិនដែលបានប្រើស្បៃហើយនឹងកស៊ូនេះទេដោយសារថាដាំតែតាមទីវាលដោយសារថាបើសិនណាជាដាំបន្លែទី1មើលតាមបណ្ដាញសង្គមទី2អ្នកគ្រូដែលគាត់បានចុះមកខាង Nature ដែលគាត់ចុះមកនោះគឺថាបើសិនណាជាអាចមានលទ្ធភាពគាត់ក៏ណែនាំថាបើសិនជាមានផ្ទះសំណាញ់ដាំការពារបានទាំងសត្វល្អិតបានទាំងកម្ដៅដាំទៅហើយក៏វាល្អជាជាងយើងដាំតាមទីវាលដល់ខ្ញុំដាំទៅហើយខុសគ្នាឆ្ងាយមែនខ្ញុំដាំទីវាលមួយខែជាងបានទទួលផលក្រោយការដាំតែអានេះតែ20ថ្ងៃជាងទទួលផលបានបាទជាចុងក្រោយខ្ញុំសូមត្រេកអរដល់អង្គការដែលបានចុះមកបង្រៀនហើយនឹងផ្ដល់បច្ចេកទេសហើយនឹងផ្ដល់សម្ភារៈជាច្រើនដែលបានចែកជូនដល់ឧបករណ៍ដែលសម្រាប់ដាំបន្លែនេះខ្ញុំឃើញថាខ្ញុំសប្បាយចិត្តរីករាយហើយនឹងទទួលយកបាទតទៅខ្ញុំនឹងចេះបានត្រឹមនេះតែខ្ញុំនឹងចង់ពង្រីកបច្ចេកទេសថ្មីដែលឃើញតាមបណ្ដាញសង្គមគេដាក់ដូចជាបច្ចេកទេសដាំបច្ចេកទេសណាដែលថ្មីដែលជាបច្ចេកទេសសម័យថ្មីដែលចង់ឲ្យអ្នកគ្រូជួយបង្រៀនហើយនឹងប្រាប់បន្តទៀតពេលដែលខ្ញុំចេះមួយវគ្គនេះហើយសូមចង់ចេះមួយវគ្គបន្តទៀតបាទ